ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky បានសម្រេចនៃការតែងតាំងឧត្តមស្នេហ៍ Shapovalov ជាប្រធានកងកម្លាំងជើងគោកថ្មីកាលពីថ្ងៃទី19ខែមិថុនាកន្លងទៅប្រធានាធិបតីរបស់ប្រទេសអ៊ុយក្រែនលោក Volodymyr Zelensky បានសម្រេចតែងតាំងឧត្តមស្នេហ៍ Hennady Shapovalov ជាមេបញ្ជាការថ្មីនៃកងកម្លាំងជើងគោករបស់អ៊ុយក្រែនបន្ទាប់ពីការលាលែងពីតំណែងរបស់លោក Mikhailo Drapati កាលពីដើមខែកន្លងទៅនេះយ៉ាងណាមិញលោក Drapati បានចូលចេញពីតំណែងកាលពីថ្ងៃទី1ខែមិថុនាបន្ទាប់ពីការវាយប្រហារដោយកាំជ្រួចរបស់រុស្ស៊ីដែលបានសម្លាប់ទាហានអ៊ុយក្រែនយ៉ាងតិចចំនួន12នាក់នៅឯកន្លែងហ្វឹកហាត់មួយនៅក្នុងសង្កាត់ Dnipro Povtrek ហើយគាត់បានពិពណ៌នាអំពីការសាល់បាត់បង់ជីវិតថាជាអ្នកជ្រើសរើសយុវជនដែលគួរតែបានរៀនរស់នៅនឹងប្រយុទ្ធពួកគេមិនស័ក្តិសមនឹងស្លាប់នៅទេលោកប្រធានាធិបតី Volodymyr Zelensky បានទទួលយកនឹងការលាលែងពីតំណែងរបស់លោក Drapati ហើយបានតែងតាំងគាត់ជាមេបញ្ជាការនៃកងកម្លាំងចម្រុះនៅថ្ងៃទី3ខែមិថុនាការស៊ើបអង្កេតលើបតិវហេតុនេះកំពុងដំណើរការដោយកងកម្លាំងជើងគោកសន្យាទទួលខុសត្រូវប្រសិនបើការប្រព្រឹត្តខុសឬការធ្វេសប្រហែសដែលត្រូវបានបញ្ជាយ៉ាងណាមិញលោក Shapovalov ដែលកើតនៅក្នុងឆ្នាំ1978នៅក្នុងតំបន់ Kirovohrad Oblast គឺជាមន្ត្រីអាជីពដែលបានបញ្ចប់ការសិក្សាពីវិទ្យាស្ថានយោធានៃកងទ័ពរថក្រោះនៅ Kharkiv ហើយក្រោយមកបានសិក្សានៅសាកលវិទ្យាល័យការពារជាតិអ៊ុយក្រែនគាត់ក៏ទទួលបានការវឹកវើនៅឯមហាវិទ្យាល័យសង្គ្រាមកងទ័ពសហរដ្ឋអាមេរិកផងដែរយ៉ាងណាមិញលោក Shapovalov ពីមុនបានដឹកនាំបញ្ជាការប្រតិបត្តិភាគខាងត្បូងរបស់អ៊ុយក្រែននៅក្នុងឆ្នាំ2024ហើយត្រូវបានតែងតាំងនៅក្នុងខែកុម្ភៈឆ្នាំ2025ជាអ្នកតំណាងអ៊ុយក្រែនទៅកាន់បេសកកម្មជំនួយនិងបណ្ដុះបណ្ដាលសន្តិសុខរបស់អង្គការ NATO សម្រាប់អ៊ុយក្រែននៅក្នុងប្រទេសអាល្លឺម៉ង់លោក Drapati នៅក្នុងសន្ទរកថាចុងក្រោយរបស់គាត់ក្នុងនាមជាប្រធានកងកម្លាំងជើងគោកកាលពីថ្ងៃទី11ខែមិថុនាកន្លងទៅលោកបាននិយាយថាគាត់បានផ្លាស់ប្ដូរជាងពាក់កណ្ដាលនៃការដឹកនាំជាន់ខ្ពស់របស់បញ្ជាការដែលបានចាប់ផ្ដើមនៃការកែប្រែមជ្ឈមណ្ឌលជ្រើសរើសបុគ្គលិកនិងជំរុញតាមរយៈកំណែទម្រង់ដែលផ្ដោតលើវិមជ្ឈការគណនេយ្យភាពនិងទំនើបកម្មយ៉ាងណាមិញប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky បាននិយាយថាទូនីតិថ្មីរបស់លោក Drapati នឹងអនុញ្ញាតឲ្យគាត់ផ្អាកទាំងស្រុងទៅលើបញ្ហានៃការប្រយុទ្ធនៅពេលដែលអ៊ុយក្រែនប្រឈមមុខទៅនឹងការវាយប្រហាររបស់រុស្ស៊ីកាន់តែខ្លាំងនៅទូទាំងរណស្ទេជាច្រើននៅតំបន់ជួរមុខអ៊ីស្រាអែលវាយប្រហារតាមផ្លូវអាកាសជាមួយនឹងយន្តហោះជាង60គ្រឿងទៅលើទីតាំងឧស្សាហកម្មសម្រាប់ផលិតមីស៊ីលក្នុងប្រទេសអ៊ីរ៉ង់អ៊ីស្រាអែលនិងអ៊ីរ៉ង់បានផ្លាស់ប្ដូរការវាយប្រហារគ្នារយៈពេលមួយសប្តាហ៍មកហើយទើបក្នុងសង្គ្រាមរបស់ពួកគេកាលពីថ្ងៃសុក្រខណៈដែលប្រធានាធិបតីអាមេរិកលោក Donald Trump បានថ្លឹងថ្លែងពីការជាប់ពាក់ព័ន្ធយោធារបស់សហរដ្ឋអាមេរិកហើយកិច្ចខិតខំប្រឹងប្រែងការទូតថ្មីហាក់ដូចជាកំពុងដំណើរការយោងតាមសារព័ត៌មាន AP ចេញផ្សាយនៅថ្ងៃទី20ខែមិថុនាឆ្នាំ2025បានឲ្យដឹងថាលោក Trump បានកំពុងថ្លែងតើតើត្រូវវាយលុកប្រទេសអ៊ីរ៉ង់ដោយវាយលុកទៅលើរោងចក្រចម្រាញ់សារធាតុអ៊ូរ៉ាញ៉ូម Fordo ដែលត្រូវបានការពារយ៉ាងល្អរបស់ខ្លួននៅខាងក្រោមភ្នំមួយហើយត្រូវបានគេចាត់ទុកថាមិនអាចទៅដល់បានទាំងអស់លើកលែងតែគ្រាប់បែក Bunker Buster របស់អាមេរិកលោកបាននិយាយថាលោកនឹងសម្រេចក្នុងរយៈពេល2សប្តាហ៍ថាតើយោធាអាមេរិកនឹងចូលរួមដោយផ្ទាល់នៅក្នុងសង្គ្រាមដែលផ្ដល់ឱកាសច្រាំងសម្រាប់ការចរចាជាថ្មីអំពីកម្មវិធីនុយក្លេអ៊ែររបស់ទីក្រុងតេហេរ៉ានឬយ៉ាងណារដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់លោក Abbas Araghchi បានបង្ហាញខ្លួនទៅកាន់ទីក្រុងសឺណែវដើម្បីជួបជាមួយអ្នកការទូតកម្ពុជារបស់សហភាពអឺរ៉ុបនិងសមាភាគីមកពីចក្រភពអង់គ្លេសបារាំងនិងអាល្លឺម៉ង់ទិន្នន័យតាមដានការហោះហើរពី Fly Radar 24បានបង្ហាញថាយន្តហោះដែលមានសញ្ញាហៅទូរស័ព្ទធម្មតាបានហោះចេញពីទីក្រុងវ៉ានរបស់ប្រទេសតូគីក្បែរព្រំដែនអ៊ីរ៉ង់ជាធម្មតាអ៊ីរ៉ង់ទទួលស្គាល់ការចាក់ចេញរបស់គាត់ប៉ុន្មានម៉ោងក្រោយមករដ្ឋមន្ត្រីការបរទេសរបស់ចក្រភពអង់គ្លេសបាននិយាយថាគាត់បានជួបនៅសេតវិមានជាមួយរដ្ឋមន្ត្រីការបរទេសអាមេរិក Marco Rubio និងបេសកជន Steve Witkoff ដើម្បីពិភាក្សាពីសក្តានុពលសម្រាប់កិច្ចព្រមព្រៀងដែលអាចធ្វើឲ្យចំនួនមានភាពស្ងប់ស្ងាត់អ៊ីស្រាអែលបាននិយាយថាខ្លួនបានធ្វើការវាយប្រហារតាមផ្លូវអាកាសនៅព្រឹកថ្ងៃសុក្រក្នុងប្រទេសអ៊ីរ៉ង់ជាមួយនឹងយន្តហោះជាង60គ្រឿងដែលវាបាននិយាយថាជាទីតាំងឧស្សាហកម្មសម្រាប់ផលិតមីស៊ីលវាមិនបានបញ្ជាក់លម្អិតអំពីទីតាំងនោះទេ
វាក៏បាននិយាយថាវាបានវិលុកទីស្នាក់កណ្ដាលរបស់អង្គការនៃការច្នៃប្រឌិតនិងស្រាវជ្រាវការពាររបស់ប្រទេសអ៊ីរ៉ង់ដែលស្គាល់ដោយអក្សរកាត់របស់វានៅ Farsi SPND នៅពេលកន្លងទៅសហរដ្ឋអាមេរិកបានភ្ជាប់ទីភ្នាក់ងារនោះទៅនឹងការចាប់ប្រកាន់ថាការស្រាវជ្រាវនិងការតេស្តរបស់អ៊ីរ៉ង់តាក់ទងទៅនឹងការអភិវឌ្ឍដែលអាចកើតមាននៃឧបករណ៍បំផ្ទុះនុយក្លេអ៊ែរផងដែរសហភាពអឺរ៉ុបតាមសេចក្តីរាយការណ៍សម្លឹងមើលការវិនិយោគដ៏ប្រថុយប្រថានសម្រាប់ទ្រព្យសកម្មរបស់រុស្ស៊ីដែលបង្កក់ដើម្បីជំរុញជំនួយអ៊ុយក្រែន Politico បានរាយការណ៍នៅថ្ងៃទី19ខែមិថុនាដោយដកស្រង់ប្រភពមិនបញ្ចេញឈ្មោះថាសហភាពអឺរ៉ុបកំពុងបង្កើតផែនការបង្កើតប្រាក់ជំនួយបន្ថែមសម្រាប់អ៊ុយក្រែនដោយផ្លាស់ប្ដូរជិត200,000 លានអឺរ៉ូ215,000 លានដុល្លារនៅក្នុងទ្រព្យសម្បត្តិរបស់រុស្ស៊ីដែលជាប់គាំងទៅជាការវិនិយោគដែលមានទិន្នផលខ្ពស់និងប្រថុយប្រថានទ្រព្យសម្បត្តិដែលភាគច្រើនកាន់កាប់ដោយ Clearing House Euroclear ដែលមានមូលដ្ឋាននៅ Belgium ត្រូវបានដាក់នៅទ្រង់ចាប់តាំងពីឆ្នាំ2022ក្រោមការដាក់ទណ្ឌកម្មរបស់ EU បន្ទាប់ពីការលុកលុយពេញលេញរបស់រុស្ស៊ីលើអ៊ុយក្រែនក្រោមក្របខ័ណ្ឌបច្ចុប្បន្នមូលនិធិនេះត្រូវបានវិនិយោគដោយអភិរក្សគុណជាមួយធនាគារកណ្ដាល Belgium ដោយបង្កើតបានប្រាក់ចំណូលទាបប៉ុន្តែមានស្ថិរភាពនៅឆ្នាំ2024វិធីសាស្ត្រនេះបានផ្ដល់ផលចំណេញប្រហែល 4,000 លានអឺរ៉ូប្រមាណ 4.3 លានដុល្លារដែលសហភាពអឺរ៉ុបបានបែងចែកដើម្បីជួយផ្ដល់ប្រាក់ខែកម្ចី 45,000 លានអឺរ៉ូដែលគាំទ្រដោយ G7 សម្រាប់អ៊ុយក្រែនប្រហែល 50,000 លានដុល្លារឥឡូវនេះជាមួយនឹងប្រាក់កម្ចីនោះត្រូវបានបញ្ចេញយ៉ាងទូលំទូលាយនឹងការព្រួយបារម្ភការឡើងលើការផ្ដល់ហិរញ្ញប្បទាននាពេលអនាគតជាពិសេសចំពេលមានសញ្ញាពីប្រធានាធិបតីអាមេរិក Donald Trump ថាការគាំទ្ររបស់អាមេរិកអាចត្រូវបានកាត់បន្ថយមកវិញមន្ត្រី EU ស្ថិតនៅក្រោមសម្ពាធក្នុងការស្វែងរកលំហូរមូលនិធិថ្មីយោងតាម Politico ផែនការដែលបានស្នើឡើងនឹងបង្វែរទ្រព្យសម្បត្តិរបស់រុស្ស៊ីដែលជាប់គាំងទៅជាមូលនិធិវិនិយោគពិសេសក្រោមការគ្រប់គ្រងរបស់សហភាពអឺរ៉ុបដែលអនុញ្ញាតឲ្យទទួលបានប្រាក់ចំណូលខ្ពស់ដោយមិនរឹបអូសទ្រព្យសម្បត្តិដែលជាវិធានការដែលត្រូវបានរចនាឡើងដើម្បីរារាំងការប្រឆាំងផ្នែកច្បាប់និងនយោបាយជាផ្នែកមួយនៃក្របខ័ណ្ឌផ្ដល់មូលនិធិដែលដឹកនាំដោយ G7 បច្ចុប្បន្នអ៊ុយក្រែនបានទទួលរួចហើយ 7,000 លានអឺរ៉ូ 8,000 លានដុល្លារពី EU ក្រោមគំនិតផ្ដើមការបង្កើនល្បឿនប្រាក់ចំណូលវិសាមញ្ញអេរ៉ាដែលប្រើប្រាស់ប្រាក់ចំណេញពីទ្រព្យសម្បត្តិអាស៊ីភិបរបស់រុស្ស៊ីដែលបង្កកដើម្បីផ្ដល់ប្រាក់កម្ចីស្រីនាយករដ្ឋមន្ត្រី Denis Mihal បានបញ្ជាក់កាលពីថ្ងៃទី13ខែមិថុនាថាជំនួយទីផ្សារនៃ 1,000 លានអឺរ៉ូឬ 1.1 លានដុល្លារត្រូវបានបញ្ចេញដើម្បីគាំទ្រដល់ថវិការដ្ឋរបស់អ៊ុយក្រែនយន្តការ ERA ដែលជាផ្នែកមួយនៃកម្មវិធី G7 ដ៏ទូលំទូលាយដែលមានទឹកប្រាក់ចំនួន 50,000 លានដុល្លារមានគោលបំណងធានាឲ្យមានស្ថិរភាពហិរញ្ញវត្ថុសម្រាប់ទីក្រុងឃីវខណៈពេលដែលធ្វើឲ្យប្រទេសរុស្ស៊ីទទួលបានការចំណាយនៃការជ្រែកនិព្វានរបស់ខ្លួនយោងតាម Politico រដ្ឋមន្ត្រីហិរញ្ញវត្ថុមកពីបណ្ដាប្រទេស EU ទាំង22ត្រូវបានគេរំពឹងថានឹងជជែកពិភាក្សាគ្នាអំពីគំនិតនេះក្នុងអំឡុងពេលអាហារពេលល្ងាចក្រៅផ្លូវការនៅប្រទេសលុកសំបួរនៅថ្ងៃទី19ខែមិថុនាប្រទេសប៉ូឡូញដែលបច្ចុប្បន្នកាន់តំណែងជាប្រធានបដូវវេនរបស់ EU បានសង្កត់ធ្ងន់លើភាពបន្ទាន់នៃកិច្ចពិភាក្សាដោយសរសេរក្នុងលិខិតអញ្ជើញដែលឃើញដោយ Politico ថាជំហានបន្ថែមទៀតទាក់ទងនឹងរបបទណ្ឌកម្មនិងការប្រើប្រាស់សក្តានុពលនៃទ្រព្យសម្បត្តិរបស់រុស្ស៊ីដែលបង្កត្រូវបានដកស្រាយគណៈកម្មការអឺរ៉ុបក៏បាននឹងកំពុងធ្វើការពិគ្រោះយោបល់ក្រៅផ្លូវការជាមួយក្រុមប្រទេសជាសមាជិករួមមានប្រទេសបារាំងអាល្លឺម៉ង់អ៊ីតាលីនិងអេស្តូនីដើម្បីស្វែងរកជម្រើសផ្លូវច្បាប់សម្រាប់ការរក្សាទ្រព្យសម្បត្តិរបស់រុស្ស៊ីឲ្យជាប់គាំងក្នុងករណីដែលហុងគ្រីអនុវត្តអំណាចវេតូរបស់ខ្លួនក្នុងអំឡុងពេលដំណើរការបន្តទណ្ឌកម្មពាក់កណ្ដាលឆ្នាំរហូតមកដល់ពេលនេះមិនទាន់មានដំណោះស្រាយណាមួយត្រូវបានគេបញ្ចប់នៅឡើយទេនាយករដ្ឋមន្ត្រីហុងគ្រីលោក Viktor Orban បានគម្រាមម្ដងហើយម្ដងទៀតថានឹងរារាំងការបន្ថែមទណ្ឌកម្មជាកាយវិការនៃសុចន្ទៈចំពោះទីក្រុងមូស្គូដែលបង្កើនក្តីបារម្ភថាទ្រព្យសម្បត្តិអាចនឹងមិនត្រូវបានបង្កកហើយត្រូវត្រឡប់ទៅរុស្ស៊ីវិញតាមលំនាំដើមមកដល់ពេលនេះភាគច្រើននៃមូលនិធិ 50,000 លានអឺរ៉ូ 57,000 លានដុល្លាររបស់សហភាពអឺរ៉ុបគ្រឿងបរិក្ខារអ៊ុយក្រែនដែលបានព្រមព្រៀងគ្នាខុនឆ្នាំ2023និងមានបំណងបន្តរហូតដល់ឆ្នាំ2027ត្រូវបានចំណាយរួចហើយកញ្ចប់ថវិកា 1.2 ពាន់លានអឺរ៉ូ
1.37 លានដុល្លារកាន់តែទូលំទូលាយរបស់ប្លុកត្រូវបានលាតសន្ធឹងស្ដើងហើយការបញ្ជូនទឹកប្រាក់បន្ថែមណាមួយក៏នឹងតម្រូវឲ្យមានការគាំទ្រជាឯកច្ឆន្ទផងដែរ